Group នឹងជម្រាបសួរបងប្អូនពុំមីងទាំងអស់គ្នាថ្ងៃនេះខ្ញុំឈ្មោះស្រីនោះនៅធ្វើជាវីដេអូបង្ហាញទៅកាន់បងប្អូនពុំមីងដែលស្រឡាញ់និស្ស័យខាងចិញ្ចឹមមាន់ស្រែបងប្អូនទីដែរគឺមាន់សាច់ដែលខ្ញុំចិញ្ចឹមនៅក្នុងកសិដ្ឋានខ្ញុំនៅខេត្តកំពតបងប្អូនចាសម្រាប់បងប្អូនពុំមីងដែលពួកគាត់ចិញ្ចឹមមាន់យើងចង់ឲ្យទាញចំណូលចូលបានប្រចាំខែប្រចាំថ្ងៃរាល់សប្តាហ៍ឬក៏យើងចង់ឲ្យបានចំណូលចូលមួយខែ4-5 ដងអីចឹងណាបងប្អូនចាអញ្ចឹងគឺយើងរៀនស្វែងយល់បច្ចេកទេសចិញ្ចឹមឲ្យបានច្បាស់លាស់បងប្អូនចាកាលណាដែលយើងច្បាស់លាស់យើងធ្វើពីតិចទៅច្រើនមិនថាបងប្អូនពុំមីងដែលពួកគាត់ធ្វើការខាងធនាគារឬក៏យើងធ្វើការខាងរោងចក្រឬក៏ធ្វើខាងសំណង់ឬក៏អីក៏ដោយបងប្អូនចាពេលដែលយើងមានដើមតិចតួចហើយយើងមកបរិយារបស់យើងពីតិចទៅច្រើនបងប្អូនចាសម្រាប់ខ្ញុំតើក៏ខ្ញុំចាប់ដើមពីចំណុចតិចមករហូតដល់ខ្ញុំឈានដល់10000ក្បាលជាងនេះដែរបងប្អូនចាអ្វីក៏ដោយយើងកើតចេញពីយើងសន្សំពីចំណុចកាក់សេនទៅបើសិនជាយើងអត់ចេះសន្សំតញ្ចៃពីចំណុចតូចផងយើងចាំតែមានច្រើនមកយើងសន្សំក៏យើងអត់អាចលូតលាស់ឬក៏រីកដុះដាលបានដែរបងប្អូនចាជីទូទៅសម្រាប់បងប្អូនពូមីងដែលពួកគាត់ចិញ្ចឹមសត្វយើងចង់ឲ្យចំណូលយើងចូលប្រចាំថ្ងៃយើងរៀនស្វែងយល់ឲ្យបានច្បាស់លាស់តែយើងចិញ្ចឹមសត្វបែបណាដើម្បីឲ្យសត្វយើងបានរស់បងប្អូនចាយើងអត់ត្រូវការពេលវេលាដែលយើងត្រូវចំណាយទៅលើវាដែលអត់ប្រយោជន៍ពេលវេលាណាមួយដែលយើងចិញ្ចឹមទៅយើងជួបជំងឺច្រើនយើងចិញ្ចឹមទៅអត់ចេះប្រើប្រាស់ថ្នាំការពារជំងឺទៅតាមដំណាក់កាលអីផ្សេងអញ្ចឹងក៏យើងចិញ្ចឹមសត្វអត់រស់ដែរបងប្អូនចាអញ្ចឹងយើងពេលដែលយើងចំណាយពេលវេលាទៅលើវាយើងក៏ត្រូវការស្វែងយល់ចំណេះដឹងឬក៏បទពិសោធន៍ដែលយើងអត់បានចេះឬក៏ការសំចំណីការដាក់ថ្នាំការពារជំងឺទៅតាមដំណាក់កាលការធ្វើបាក់សាំងអីផ្សេងឬក៏យើងធ្វើត្រង់ឲ្យត្រូវសង់ដែរអីចឹងណាបងប្អូនចាជាទូទៅសម្រាប់បងអំពូមីងចង់ជោគជ័យក្នុងវិស័យចិញ្ចឹមសត្វឬក៏យើងរៀនជំនាញអីមួយយើងធ្វើខាងជំនាញខាងចិញ្ចឹមមាន់ឬក៏ខាងទីអីចឹងណាបងប្អូនអញ្ចឹងក៏យើងត្រូវតែច្បាស់លាស់ទៅលើសត្វយើងដែរបងប្អូនចាបើសិនជាយើងចិញ្ចឹមទេពងទេយើងពងតិចទេយើងពងអត់បានច្រើនយកអត្រាពងបានទាបហើយតម្លៃទីផ្សារហាងចេញទីផ្សារវាក៏ធ្លាក់ដែរអញ្ចឹងគឺយើងអត់ចំណេញសោះក៏មានដែរអញ្ចឹងជាទូទៅដើម្បីយើងកែប្រែឲ្យបានទាញចំណូលចូលឲ្យបានចំណេញកុំឲ្យខាតយើងត្រូវស្វែងយល់ការចិញ្ចឹមថាយើងចិញ្ចឹមទាពងយើងបែបណាកុំឲ្យទេយើងឈឺកុំឲ្យទេយើងពងបានច្រើនទាកាលណាដែលវាសុខភាពល្អវាពងបានច្រើនបងប្អូនចាអញ្ចឹងជាទូទៅមាន់មិនថាទាទេកាលណាដែលយើងចិញ្ចឹមទៅអត់ងាប់យើងចិញ្ចឹមទៅភាគរយងាប់តិចយើងចំណេញច្រើនហើយបងប្អូនចាមកត្រង់បើយើងចំណាយលុយទៅទិញកូនចំណាយលុយទៅទិញថ្នាំចំណាយលុយទៅធ្វើបាក់សាំងចំណាយលុយទៅទិញចំណីអញ្ចឹងយើងត្រូវការចេះសំចំណីឧទាហរណ៍ថាចំណីទីផ្សារឡើងខ្លាំងប៉ុណ្ណាក៏ដោយក៏យើងចេះផ្សំចំណីទីផ្សារដែលមាននៅលើទីផ្សារយើងគឺវាមានច្រើនបងប្អូនតែយើងចេះសំចំណីឧទាហរណ៍ថាចំណីយើងត្រូវសំបែបណាដើម្បីឲ្យមាន់យើងមានសុខភាពល្អឲ្យមាន់បានធំធាត់លឿនឲ្យមាន់យើងធំលើពីអ្វីដែលយើងគ្រោងទុកចឹងណាបងប្អូនចាអញ្ចឹងជាទូទៅសម្រាប់បងអំពុះមីងចិញ្ចឹមសត្វគឺយើងត្រូវស្វែងយល់ឲ្យអស់ដែរបងប្អូនចាមិនថាយើងចិញ្ចឹមសត្វហើយយើងឃើញគេជោគជ័យយើងទៅធ្វើតាមគេទាំងយើងអត់មានបទពិសោធន៍អីសោះក៏អត់កើតដែរបងប្អូនចាយើងត្រូវរៀនស្វែងយល់តើគេធ្វើមិនបានតើគេរៀនពីចំណុចណាខ្លះគេត្រូវរៀនពីអីខ្លះមិនបានគេឈរជើងនឹងបានដល់10000ក្បាលជាងឬអ្នកខ្លះក៏ចិញ្ចឹមបាន20000 4-5000 6000អីចឹងណាបងប្អូនចាអញ្ចឹងគេក៏ឆ្លងកាត់ពីចំណុចសិក្សារៀនពីគ្រូណាមួយដែលគេអត់ប្រាប់ខាងយើងដែរបងប្អូនចាសម្រាប់ខ្ញុំផ្ទាល់ខ្ញុំរៀនពីលោកគ្រូអ្នកគ្រូនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងខ្ញុំរៀនស្វែងយល់ច្រើនបងប្អូនសម័យដែលខ្ញុំពេលខ្លះខ្ញុំទៅលេងម្ដងឬក៏ខ្ញុំឆាតសួរលោកគ្រូអ្នកគ្រូពីចំណុចណាដែលខ្ញុំខ្វះខាតណាបងប្អូនចាពេលខ្លះយើងធ្វើមានប៉ុន្តែយើងនៅមានចង់និយាយថាឲ្យចំទៅគឺចំណេះដឹងយើងវាអត់អាចដូចគ្រូទេបងប្អូនចាសម្រាប់ខ្ញុំរហងៃក៏ខ្ញុំជាគ្រូដែរប៉ុន្តែអ្វីដែលសំខាន់គឺគ្រូគាត់ធំគាត់រៀនមកឡើងដឹងអស់
កលឹកសំខាន់ចំណុចសំខាន់គាត់ដឹងទាំងអស់ហ่าបងប្អូនចាអញ្ចឹងដូចខ្ញុំថាអញ្ចឹងអ្វីដែលយើងចង់ចេះចង់ដឹងយើងបានឲ្យទាញចំណូលចូលប្រចាំថ្ងៃប្រចាំខែយើងត្រូវរៀនស្វែងយល់បច្ចេកទេសចិញ្ចឹមឲ្យបានច្បាស់លាស់បងប្អូនចាមិនមែនយើងធ្វើលំឲ្យទទួលបានចំណូលចូលដូចគេដូចឯងអ្វីដែលល្អឥតខ្ចោះទេបងប្អូនចាអញ្ចឹងពេលដែលយើងធ្វើច្បាស់យើងរៀនពីបច្ចេកទេសចិញ្ចឹមច្បាស់យើងចំណូលយើងគឺវាមកច្បាស់តាមនឹងដែរបងប្អូនចាហើយចិញ្ចឹមសត្វយើងកុំចាប់ផ្ដើមដំបូងឡើយគឺយើងអត់អាចនឹងដូចគេហ្មងឯងបងប្អូនចាសម្រាប់ខ្ញុំផ្ទាល់ក៏ខ្ញុំចាប់ផ្ដើមពីចំណុចតូចមកដែរចំណុចតូចពីតិចខ្លាំងហ៎បងប្អូនចាយើងចាប់ផ្ដើមចិញ្ចឹមដំបូងគឺខ្ញុំធ្វើខ្លួនឯងទាំងអស់អនុវត្តផ្ទាល់នៅកឋានខ្លួនឯងទាំងអស់បងប្អូនចាសម្អាតទ្រុងមាន់ឬក៏និយាយទៅនៅទ្រុងមាន់ទាំងអីគឺខ្ញុំសម្អាតខ្ញុំធ្វើទាំងអស់បងប្អូនប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំអត់ធ្វើទ្រុងទេសម្អាតនៅទ្រុងទេអីផ្សេងឬក៏បូមទឹកទេដាក់ទេអីផ្សេងគឺខ្ញុំអត់ធ្វើទេបងប្អូនពេលចំណុចអស់ហ្នឹងគឺខ្ញុំពេលដែលខ្ញុំចាប់ផ្ដើមមកជោគជ័យហើយខ្ញុំជួលបុគ្គលិកឲ្យធ្វើហ្មងខ្ញុំធ្វើតែមាន់ទេអនុវត្តលើមាន់គឺខ្ញុំច្បាស់ទៅលើមាន់បងប្អូនចានិយាយចាំទៅមាន់ហ្នឹងទេគឺខ្ញុំច្បាស់ខ្លាំងបងប្អូនទៅលើសត្វមាន់ទេបងប្អូនចាអ្វីដែលយើងច្បាស់ត្រង់អីយើងអនុវត្តផ្ទាល់នៅក្នុងកឋានខ្លួនឯងផ្ទាល់ហើយខ្ញុំក៏ជាពេទ្យសត្វមួយយើងផ្សំថ្នាំបច្ចេកទេសផ្សំថ្នាំឬក៏ដាក់ថ្នាំទៅលើមាន់ឬក៏ទាយើងគឺច្បាស់លាស់ទៅលើមាន់លើទាអញ្ចឹងណាបងប្អូនចាអ្វីដែលសំខាន់គឺយើងត្រូវច្បាស់ទៅលើមាន់ទាយើងហ្នឹងហើយបងប្អូនបានយើងចិញ្ចឹមទៅលូតលាស់នឹងជោគជ័យហើយសម្រាប់ខ្ញុំតក៏ខ្ញុំលក់ថ្នាំសត្វដាច់ខ្លាំងដែរបងប្អូនចាថ្នាំខ្ញុំមិនថាថ្នាំមាន់មិនថាថ្នាំទាទេបងប្អូនយើងមានជំនួយទៅដល់មាន់ធំធាត់លឿនជំនួយឲ្យមាន់ដោះរោមល្អជំនួយឲ្យមាន់ដោះឲ្យមាន់ហ្នឹងមានសាច់លឿងល្អអីចឹងអាហ្នឹងគឺយើងមានថ្នាំសម្រាប់លេបផ្សំទៅលើមាន់យើងដែរអញ្ចឹងណាបងប្អូនចាហើយពេលរដូវទាយើងជំរុះរោមអីចឹងទៅទាយើងវារៈពងឬក៏ទានឹងផ្ដាសាយទេហើមុខអីផ្សេងអីចឹងអាហ្នឹងគឺខ្ញុំសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំច្បាស់ទៅលើជំងឺទាំងអស់នឹងដែរលាក់កសោមពងឬក៏ទានឹងវាអត់ពងអីចឹងណាអាហ្នឹងគឺយើងអាចនឹងច្បាស់ទៅលើចំណុចទាំងអស់នឹងដែរបងប្អូនចាដោយសារខ្ញុំអនុវត្តផ្ទាល់នៅក្នុងកឋានខ្ញុំបងប្អូនចាកឋានខ្ញុំគឺខ្ញុំអនុវត្តទៅលើមាន់ឬក៏លើទាខ្ញុំផ្ទាល់អញ្ចឹងមាន់ឬក៏ទាបងពុំមីងនៅតាមខេត្តក្រុងក៏អត់ខុសគ្នាជាមួយនឹងក្នុងកឋានខ្ញុំដែរចំពោះសត្វបងប្អូនសត្វវាអត់អាចខុសគ្នាបាននេះបងប្អូនចា